អង្គុយសុកសុកមានលេខផ្លាយទេមកសម្រាប់ខ្ញុំតែលេខផ្លាយគឺខ្ញុំអត់លើកទេតែម្ដងនេះខុសពីពេលមុនដោយសារតែលេខផ្លាយលើកគឺដោយសារតែខ្ញុំបានទិញអីវ៉ាន់អញ្ចឹងទៅអីវ៉ាន់ហ្នឹងខ្ញុំចាំពីថ្ងៃអត់ចេះបានមកសោះឥឡូវអីវ៉ាន់ខ្ញុំបានមកនិយាយពីថាខ្ញុំបិទមាត់មិនចិត្តទេអត់ខ្ជិបមាត់ហ្នឹងហើយនិយាយត្រង់ទៅពេលតែខ្ញុំអីវ៉ាន់អីមួយដែលខ្ញុំស្រឡាញ់តែខ្ញុំរន្ទឹងចង់បាននិយាយពីថាមាត់ហ្នឹងគឺខំជាប់តែអ្វីដែលខ្ញុំរងចាំហ្នឹងគឺជាស្បែកជើងហើយស្បែកជើងម៉ូតនេះគឺខ្ញុំស្រឡាញ់តាំងពីខ្ញុំនៅរៀនហើយមកដល់រហូតដល់ឥឡូវហ្នឹងគឺខ្ញុំទិញដូចជាបានមកគូតាំងពីខ្ញុំរៀនចប់មកដូចជាខ្ញុំទៅទិញបានមកគូពាក់ដោយសារតែអត់បានទៅណាអញ្ចឹងទៅក៏ខ្ជិលទិញអីវ៉ាន់ទុកដោយសារតែខ្ញុំទិញអីវ៉ាន់ទុកភាគច្រើនហ្នឹងរបស់អស់ហើយអីវ៉ាន់ខ្ញុំទិញបែកជើងអីកាបូបអីសាររៀងថ្លៃដែរវាមិនថ្លៃសម្រាប់គេតែវាថ្លៃសម្រាប់ខ្ញុំអញ្ចឹងដល់ពេលយើងពាក់បានតែម្ដងពីរដងវាលបងអញ្ចឹងទៅស្ដាយអញ្ចឹងទៅឈប់ទិញហើយឈប់ទិញទុកហើយអញ្ចឹងចាំពេលមានកម្មវិធីអីបានទិញអីអញ្ចឹងទៅពេលនេះអញ្ចឹងគឺកំពុងពេញត្រៀមអីវ៉ាន់ហើយត្រៀមអីវ៉ាន់ថាទៅផ្ទះថ្ងៃ20បើសិនជាកម្រងវាអត់រំសាយទេគឺថ្ងៃ20ឃើញខ្ញុំទៅដល់ខ្មែរហើយតែបើថាអត់ឃើញខ្ញុំទៅដល់ខ្មែរទេគឺថ្ងៃ20ហ្នឹងខ្ញុំនៅលក់ដូរធម្មតាទេនៅអីធម្មតាអញ្ចឹងបងប្អូនតែនិយាយហើយតែនិយាយថាអីវ៉ាន់បានមកនិយាយពីស្រឡាញ់ពេញចិត្តបងប្អូនហើយដោយសារតែខ្ញុំមនុស្សខ្ញុំជើងខ្ញុំសអញ្ចឹងទៅនៅពេលដែលខ្ញុំពាក់ហើយគឺថាស្រឡាញ់ជើងខ្លួនឯងមិនមែនហើយបើជើងនឹងពាក់ទៅឡើងស្រាលជើងហ្មងហើយខ្ញុំជាមនុស្សប្រភេទបែបថាជើងខ្ញុំវែងពិបាករកបើជើងពាក់នៅពេលដែលយើងកំងបើជើងមកបានបើជើងត្រូវនិយាយពីថាញញឹមបិទមាត់មិនហើយដែលខ្ញុំជើងខ្ញុំស្អាតជាងមុខហ្នឹងបងប្អូនកុំឆ្ងល់ហើយដោយសារតែខ្ញុំតាំងពីខ្ញុំនៅរៀនមកតាំងពីខ្ញុំទូចមកខ្ញុំអត់ដែរខោខ្លីមិនទេហើយខ្ញុំទៅរៀនខ្ញុំពាក់ស្រោមជើងសាពីរជាន់អីចឹងនៅពេលខែក្តៅហើយនិយាយថាខ្ញុំមនុស្សស្រឡាញ់សាច់ទោះខ្ញុំអត់បានលាបលាយអត់បានអីមែនក៏ប៉ុន្តែខ្ញុំពាក់អាវចិត្តខោអាវចិត្តអញ្ចឹងទៅវាមិនចម្លែកទេដែលថាដៃជើងខ្ញុំសជាងព្រោះខ្ញុំធ្លាប់ត្រូវអ្នកលក់បិជើងបូលីខ្ញុំម្ដងការខ្ញុំនៅរៀនខ្ញុំពាក់ស្រោមជើងជាប់រហូតដល់ពេលថ្ងៃមួយខ្ញុំទៅទិញបិជើងជាមួយពួកម៉ាក់ខ្ញុំអញ្ចឹងទៅអ្នកលក់គេថាអូនឡូដោះបិជើងដោះស្រោមជើងឡូមានណាខ្ញុំដោះស្រោមជើងប៉ឹងអ្នកលក់ថាមកទេអូនអើយអូនមុខអូនឯងនេះមិនសមជើងសោះអូនជើងឡើងសហើយមុខអូនឡើងខ្មៅថាមុខនឹងជើងវាអត់សមគ្នានិយាយវាថាលឺហើយហួសចិត្តតែប៉ុន្តែសួរថាឲ្យខ្ញុំខឹងអ្នកលក់អត់ខ្ញុំអត់ខឹងទេខ្ញុំក៏ដឹងខ្លួនឯងដែរព្រោះថាមនុស្សខ្ញុំជើងស្អាតដៃស្អាតតែមុខខ្ញុំនឹងវារៀងខ្មៅជាងដៃជាងជើងដោយសារតែមុខខ្ញុំខ្លុំអត់កើតបើថាមុខខ្ញុំខ្លុំកើតទៀតខ្ញុំខ្លុំដូចដៃដូចតែជើងអញ្ចឹងព្រោះខ្ញុំខ្លាចសាច់ខ្ញុំខ្មៅខ្លាចក្តៅវាបើថាឲ្យខ្លាចខ្មៅវាមិនមែនទេគ្រាន់ថាខ្ញុំខ្លាចសាច់ខ្ញុំត្រូវពលឺព្រោះពេលខ្ញុំត្រូវក្តៅថ្ងៃអីចឹងវាក្តៅវាផ្សាអីចឹងវាល្អវាអត់ស្រួលមិនដឹងរបស់ខ្ញុំណាគ្រាន់ថាខ្ញុំដឹងថាខ្ញុំចូលចិត្តពាក់អាវដែលវែងខោជើងវែងដល់ពេលខ្ញុំពាក់ទៅវាត្រជាក់សាច់ល្អហើយលទ្ធផលដែលទទួលបានគឺដៃជើងខ្ញុំស្អាតសជាងមុខ